Hello សួស្តីអ្នកនរគ្នាបាទយើងត្រឡប់ជួបគ្នាម្ដងទៀតជាមួយនៅរឿងគំនុំទេវតាទាំងសួននៅភី461បន្តទៀតចូលមកដល់ភីនេះដែរជាងឃើញថាទេវតាទាំង3ក៏បានជួបជុំគ្នានៅកន្លែងមួយដោយទេវតាសីយ៉ានបានបញ្ជាក់ទីថាការសង្ស័យរបស់វាពិតជាត្រឹមត្រូវអន្តរិកនៃដែនដីទាំង6រូបទៀតត្រូវបានគេសម្លាប់ចោលអស់ហើយរួមជាមួយនឹងធនធានក៏ត្រូវគេបំផ្លាញលួចយកទៅថែមទៀតដែនដីអន្តរិកទាំងអស់កំពុងតែស្ថិតនៅគ្មានភាពចលាចលចំណែកលិនឆិនគិតថាវាបានស្វែងរកនៅដានរបស់សត្រូវដែលបានបង្កបញ្ហានោះហើយតែរកមិនឃើញទៅសោះតិចលោឲ្យជន់ក្បត់នោះវាបានឆ្លងកាត់នៅច្រកទ្វាររនាំងដែនដីអតិទេពជំហានទី1បាត់ទៅដឹងវាក៏វាឡើងទៅកាន់ដែនដីទេវតាហិនឌិនរួចទៅហើយតែទេវតាស៊ីយ៉ានគិតថាវាមិនអាចទៅរួចនោះទេច្រកទ្វារនៃដែនដីមេឃានេះត្រូវបានបង្កើតឡើងដោយយើងហើយនឹងទេវតាហិនឌិនក្រៅពីពាក្យនេះពីអ្នកយើងមានតែទេវតាហុងម៉ងហើយនឹងប៉ាលីងតែវណ្ណទើបអាចបើកនៅច្រកទ្វារនេះបានប៉ាលីងគឺសំដៅទៅលើប៉ារបស់ឈិនយិនរូកាលពីជាតិមុននឹងឯងឈិនយិនរូគឺជាកូនស្រីរបស់មេប៉ាធំមេប៉ាធំនោះគឺត្រូវជាគ្រូរបស់ឋានយ៉ានឬក៏គ្រូរបស់ទេវតាហុងម៉ងដែលមានចេតនាចង់សម្លាប់គាត់នឹងលិនឈិនគិតថាមេប៉ាលីងគឺស្លាប់យ៉ាងអាត់កំបាំងជាទីបំផុតហើយកូនស្រីរបស់វាក៏កាន់នៅតំណែងជំនួសឪពុករបស់ខ្លួនផងដែរថែមទាំងបានស្លាប់យ៉ាងយូរណាស់មកហើយក្រោមដៃរបស់ទេវតាហុងម៉ងអញ្ចឹងវាមិនទាន់ដឹងនៅការពិតនោះទេឪពុករបស់ឈិនយិនរូមិនទាន់ស្លាប់នោះទេហើយឈិនយិនរូបច្ចុប្បន្ននេះក៏មិនទាន់ស្លាប់ដូចនេះផងដែរឌីឈិនគិតថាគ្រូរបស់ខ្លួនគឺសម្ដៅលើទេវតាហិនឌិនដែលធ្លាប់ប្រើប្រាស់នៅវិជាគុណទេពស្វែងរកនៃការចាប់កំណើតចុងក្រោយរបស់ទេវតាហុងម៉ងដែលវាពិតជាក្បាលរឹងកន្លែងនេះគឺមិនទាន់បញ្ជាក់ថាស្លាប់ឬរស់នោះទេទេវតាស៊ីយ៉ានគិតថាអ្នកដែលបានបង្កបញ្ហាវាមិនអាចរត់ទៅណាឆ្ងាយអំពីដែនដីទេវតាទី9នោះទេហ្វាំង8ក៏បានបញ្ចេញនូវជាបលបន្តិចវាមាននៅកំណត់មួយតាំងតែពីពេលហ្វាំងជីឈៀងបង្ហាញខ្លួនមកម្លេះហើយនាងក៏ជាអ្នកបង្កើតនៅដែនដីមេឃីទី9នៃទឹកដីទេវតាហុងម៉ងផងដែរគឺមានចេតនាចង់បង្កនៅភាពចលាចលនៅក្នុងដែនដីរបស់ខ្លួនដើម្បីសងសឹកឲ្យទេវតាហុងម៉ងទេវតាស៊ីយ៉ាងក៏បានក្តាប់ដៃបន្តិចវាខឹងជាខ្លាំងចំពោះជនដែលបានបះបោរមុននឹងក្រោយនឹងត្រូវបញ្ជូនចររក់ជួបជុំជាមួយនឹងទេវតាហុងម៉ងទាំងអស់លីឈិនគិតថាដែនដីទាំងអស់សុទ្ធតែជាទឹកដីរបស់ទេវតាហុងម៉ងទាំងអស់មានរឿងសម្ងាត់ជាច្រើនដែលបានបន្សល់ទុកសូម្បីតែពួកគេក៏មិនទាន់ដឹងអស់នោះដែរសូម្បីតែស្ថិតនៅក្នុងព្រៃជ្រៅជ្រៅគឺមានអ្នកដែលនៅសេសសល់រស់នៅទីនោះជាច្រើនទៀតតែបានលាក់ខ្លួនយ៉ាងសម្ងាត់តែគ្មាននរណាអាចរកឃើញពួកគេបាននោះទេដែលវាពិតជាពិបាកក្នុងការស្វែងរកជាខ្លាំងទេវតាស៊ីយ៉ានគិតទៀតថាកុំដោយសារតែព្រំដែននៃដែនដីអតិទេពស៊ីយ៉ានរបស់យើងត្រូវបានវិវហាដោយពួកបិសាចមេឃនៃឯសកលខាងក្រៅត្រូវការពេលវេលាយ៉ាងច្រើនដើម្បីកសាងវាឡើងវិញអញ្ចឹងមុនក្រោយយើងត្រូវតែបញ្ញាប់ទៅកាន់ដែនដីទេវតាហុងម៉ងហើយការទៅឆាប់រហ័សពិសេសគឺដែនដីមេឃីទី9มันអាចឲ្យចង្រៃនោះបង្កនៅបញ្ហាតទៅទៀតនោះទេហើយក៏មិនអាចឲ្យលិនជីស្លាប់បែបនេះនោះដែរលីឈិនក៏លឺបែបនេះភ្លាមសួរភ្លាមតែម្ដងតើលោកមានបំណងចង់ទៅកាន់ដែនដីមេឃីទី9យូរណាស់ហើយមែនទេតែខ្ញុំអាចសួរបានដែរឬក៏អត់ដើម្បីមូលហេតុអ្វីទៅតែនេះគឺជាបញ្ជារបស់ទេវតាស៊ីយ៉ានមែនទេនៅពេលដែលលឺបែបហ្នឹងវាក៏ព្យាយាមកិច្ចវេះមិនឆ្លើយតបទៅនឹងសំណួររបស់លីឈិនវាប្រាប់ថាដែនដីមេឃីទី9របស់ទេវតាហុងម៉ងកំពុងតែស្ថិតនៅក្នុងភាពចលាចលដូច្នេះគាត់ទៅតែមើលដោយផ្ទាល់ដើម្បីគ្រប់គ្រងនៅស្ថានភាពអញ្ចឹងគាត់នឹងចាក់ចេញទៅហើយគ្រាន់តែលើបែបហ្នឹងក៏លីឈិននឹងក៏បានរៀបរៀងដាក់បញ្ជាឲ្យហ្វាំងប៊ូបៃជាអ្នកមើលការខុសត្រូវទៅលើដែនដីមេឃីទី9អញ្ចឹងមានន័យថាទឹកដីមេឃីទី9គឺជារបស់ហ៊ីនឌិនអញ្ចឹងវាមានសិទ្ធិចាត់ចែងហើយលីឈិនគឺជាកូនសិស្សរបស់ទេវតាហ៊ីនឌិនអញ្ចឹងខ្ញុំកំពុងតែឆ្ងល់ថាទេវតាស៊ីយ៉ានម្នាក់នេះហេតុអីក៏នៅក្មេងដល់ថ្នាក់នេះគាត់មានរាងកាយពីរឬក៏ជាមនុស្សពីរផ្សេងគ្នាកំពុងតែអត់ទាន់យល់បានព្រោះថារូបរាងរបស់ទេវតាស៊ីយ៉ាននឹងគឺលក្ខណៈថាដូចជារាងចាស់បានចាស់គូសមដែរហើយមុខដូចជាមិនសូវស្អាតប្រហែលនោះទេតែសុកបែរជាទៅជាក្មេងបែបនេះដែលសាច់រឿងមិនបានបញ្ជាក់ច្បាស់លាស់យើងងាកមកមើលឈិនយិនរូវិញក៏បានងើបចេញពីការវឹកហាត់ធ្វើឲ្យមេឃមានការរំជួលយ៉ាងខ្លាំងដែលនេះកំពុងតែប្រឈមមុខជាមួយនឹងគ្រោះមហន្តរាយមេឃាតែនាងអាចយកឈ្នះបានយ៉ាងស៊ីផុយនាងក៏និយាយទៀតថានាងនឹងរងចាំឋានយ៉ាននៅឯគង់អតិទេពចម្រាញ់ទេវតានាងនឹងយកកន្លែងនោះគឺជាភ្នោកប់ឋានយ៉ានតែម្ដងចំណែកឋានយ៉ានកំពុងតែវឹកហាត់នៅក្នុងប្រាសាទពិសិដ្ឋរបស់គាត់ទីបំផុតគាត់ក៏បានបញ្ចប់នៅការវឹកហាត់ឈានទៅដល់ដែនដីអតិទេពមេឃាទី12គឺជា level មួយខ្ពស់ខ្លាំងមែនទែនហើយគាត់ក៏អាចក្លាយទៅជាអតិទេពបានដែរអញ្ចឹងគាត់ចាប់ផ្ដើមធំក្លិននៅរនាំងអតិទេពស្លាប់បានហើយទីបំផុតគាត់អាចត្រឡប់ទៅកាន់ដែនដីទេវតាហុងម៉ងរបស់គាត់វិញសម្ពាធយ៉ាងខ្លាំងក៏បានផុសចេញមកពួកគេទាំងអស់គ្នាក៏បានបង្ហាញខ្លួនដែលពួកគេសុទ្ធតែចាក់ចេញពីការវឹកហាត់ពួកគេសុទ្ធតែឈានទៅដល់ដែនដីអតិទេព level 12ទាំងអស់ជីនសួរទៀតថាតែនេះគឺជាកុកអតិទេពចម្រាញ់ទេវតានោះហើយនៅខាងមុខពួកគេគឺជាប្រាសាទទេពមួយដ៏ធំ
ឆ្កែសូរនឹងគឺធ្លាប់ស្លាប់នៅឯដែនដីមេឃី9ក្រោមដៃរបស់ឋានយ៉ានក៏វានឹងចិត្តយកបាននៅប្រាសាទទេពនេះដែរប្រាសាទទេពរបស់គេរៀងដូចមិនទេបាទមើលទៅដូចជាកន្លែងបញ្ចុះសពចឹងតែខាងក្នុងនឹងគឺមានទំហំធំសិសានឹងក៏បានស្រែកពីលើមេឃឲ្យមេឃរបស់ខ្លួននឹងប្រយ័ត្នប្រយែងផងជារូបនេះក៏បានចុះពីលើអាកាសលើកដៅចាក់ទៅលើឋានយ៉ានមួយទំហំក៏បានបើកកណ្ដាលមួយការពារនាងថានាងរងចាំឋានយ៉ានយូរណាស់មកហើយជំផុតឯបានមកដល់ហើយឋានយ៉ានភ្ញាក់អល់ជាខ្លាំងនាងហក់ទៅក្រៅបន្តិចក្រវីដាវនាងក៏បញ្ជាក់ទៀតថាកុំហៅជើងបែបនេះឲ្យសោះអាចចង្រៃមើលទៅនេះដូចជាស្អប់ឋានយ៉ានខ្លាំងពេកតែនប៉ុន្តែគាត់ហើយនឹងយីនេះក៏បានលើកនៅផ្លែដាវដើម្បីទៅទប់ទល់កាប់ម្នាក់មួយផ្លែដាវតែនាងក៏តទៅវិញទៀតថាឯដូចជាមើលស្រាយជើងពេកហើយកាប់មួយឆ្វាយបំផើងអ្នកទាំងពីរឲ្យទៅមកក្រោយវិញកម្លាំងរបស់ជាញរូគឺខ្លាំងជាងពួកគេទៅទៀតប៉ុន្តែប្រកបក៏គិតទៀតថាកម្លាំងរបស់នាងពេលនេះគឺមិនអាចមើលស្រាយបាននោះទេចំណែកមេតបជាយានជាមួយនឹងមួយប្រាប់របស់គាត់ហើយនៅស៊ីវសាលីងអឺក៏បានងាយខ្លួនហើយវាក៏បានរត់ទៅរកយឹងតែយឹងមិនចាប់អារម្មណ៍ជាមួយនឹងវានោះទេគោលដៅរបស់នាងគឺខ្លាចទៅជាទីទេពមិនចង់បានស្នេហានោះឡើយចឹងកុំឲ្យវាមកញ៉ៃញ៉ៃម្ដងហើយម្ដងទៀតឲ្យសោះបើមិនឆ្នេះនាងនឹងសម្លាប់វាចោលវាក៏មិនហ៊ានទៅញ៉ៃញ៉ៃជាមួយនឹងនាងនោះដែរគ្រាន់តែលើបែបហ្នឹងជាញរូក៏ដឹងពីផែនការរបស់ពួកគេទាំងអស់សុទ្ធតែចង់ខ្លាចទៅជាទីទេពតែផ្លូវតែមួយគត់សម្រាប់ពួកឯងនោះគឺស្លាប់ទាំងអស់គ្នានឹងតែម្ដងនាងចង់សម្លាប់ផ្ដាច់ពូជបាទមិនមែនសម្លាប់ឋានយ៉ានតែម្នាក់នោះទេឋានយ៉ានប្រាប់ថានេះគឺជាបញ្ហាចំនួនពីអតីតកាលរបស់ពួកយើងមិនពាក់ព័ន្ធជាមួយនឹងអ្នកដទៃនោះទេអញ្ចឹងទៅនាងក៏បានឲ្យឋានយ៉ានដកនៅដើមមកឯងសម្លាប់យើងឬក៏យើងសម្លាប់ឯងតែចឹងក៏បានកវីក្បាលបន្តិចគាត់ពិតជាមិនចង់បញ្ចុះជាមួយនឹងនាងពិតមែននេះក៏បានលើកដាវចាក់សាច់ជាថ្មីឋានយ៉ានលើកម្រាមដៃពីរចាប់ជាប់ក៏ស៊ូបញ្ជាក់តែនាងពិតជាចង់សម្លាប់ខ្ញុំមែនទេអញ្ចឹងទៅក៏ស៊ូប៊ីងនឹងក៏បានដល់ឋានយ៉ាននិយាយនឹងការពិតទៅនាងក៏បានហៅទៅក្រៅបន្តិចហើយក៏បានលើកដាវចង្អុលទៅកាន់ប្រពន្ធរបស់ឋានយ៉ានដោយនិយាយថានេះគឺជាស្ដេចអធិទេពលំហនៅពេលវេលាដែលបានចាប់កំណើតមិនមែនជាស៊ូប៊ីងនោះទេបន្ទាប់ពីយើងសម្លាប់ឋានយ៉ានហើយយើងនឹងសម្លាប់នាងបន្តទៀតនាងរកដើរទៅមុខបន្តិចប្រាប់នៅការពិតឋានយ៉ានក៏បានរៀបរៀងតែនាងក៏ព្យាយាមលួងលោមឋានយ៉ានវិញក៏បញ្ជាក់ទៀតថាបងខ្លាចនាងមិនអាចទទួលស្គាល់នៅការពិតតាមមែនទេតែធ្វើអំនេះគឺធ្វើនាងកាន់តែឈឺចាប់ខ្លាំងឡើងបងគូតែប្រាប់ការពិតឲ្យនាងបានដឹងទៅពីភាសាជាធ្វើឲ្យនាងយល់ច្រឡំបែបនេះនាងគិតថាពួកវាមានអីលាក់បាំងជាមួយនឹងខ្លួនតែពួកឯងឆាប់បញ្ញាប្រាប់ចើលឿនមកមុនពេលដង្ហើមចុងក្រោយចន្ទយ៉ាងក៏ព្យាយាមបោកភ្នែកបន្តិចក៏យល់ព្រមប្រាប់នៅការពិតដែលតាមពិតទៅឪពុករបស់នាងមិនមានចេតនាចង់ទទួលគាត់នឹងធ្វើជាកូនសិស្សពិតប្រាកដនោះទេហើយគាត់ក៏មិនដែរចង់ឲ្យទេវតាហុងមកឬក៏គាត់នឹងរៀបការជាមួយនឹងឈិនយិនរូនោះដែរតែនេះមិនទាន់ជឿនៅឡើយអញ្ចឹងមុនពេលដែលថ្ងៃអាពាហ៍ពិពាហ៍របស់ពួកគេមកដល់ឪពុករបស់នាងក៏បានហៅគាត់ទៅជួបទៅមកថាយ៉ាងក៏បានបង្ហាញរូបភាពនៃការចងចាំរបស់គាត់មកទាំងអស់ពេលនោះឪពុករបស់នាងនឹងក៏បាននិយាយទៅកាន់ទេវតាហុងមកទៀតថាឯងនឹងត្រូវរៀបការជាមួយនឹងកូនស្រីជាទីស្រឡាញ់របស់ខ្ញុំនៅរាត្រីនេះហើយចាប់ពីពេលនេះតទៅឯងទៅមើលថែនាងបានល្អតានឹងក៏បានញញឹមបន្តិចថាយ៉ាងក៏បានគោរពតានោះធ្វើជាគ្រូផងដែរព្រោះនាងគឺជាកូនសិស្សនឹងមើលថែកូនស្រីរបស់គាត់បានល្អជាទីបំផុតបន្ទាប់មកក៏បានលើកពេញស្រានោះផងតែក៏ស្រាប់តែគាត់ត្រូវពឹសគេហើយក៏មិននឹកស្មានថាគ្រូរបស់ខ្លួនហ៊ានបំពុលគាត់បែបនេះនោះទេតែនោះក៏បានលួចញញឹមវាក៏បានផឹកស្រារបស់ខ្លួនវាក៏ប្រាប់ការពិតទៅកាន់ឋានយ៉ានទៀតថាឯងគឺជាគ្រោះថ្នាក់សម្រាប់យើងអ្នកដែលនៅជាមួយឯងនឹងត្រូវបញ្ចប់ជីវិតទាំងអស់តែយើងអាចឲ្យកូនស្រីជាទីស្រឡាញ់របស់យើងរៀបការជាមួយនឹងឯងដោយរបៀបណាទៅឋានយ៉ានអីទេវតាមកក៏សួរបញ្ជាក់ទៀតថាបើសិនជាចង់សម្លាប់យើងលោកនឹងធ្វើឲ្យកូនស្រីរបស់លោកកាន់តែខូចចិត្តខ្លាំងឡើងតែនោះគិតថាដោយសារតែគាត់នឹងវិភាគខុសតែតាមពិតទៅវាមិនចង់ឲ្យឋានយ៉ាននិងកូនស្រីអីទេវតាហុងមកហើយនិងកូនស្រីរបស់ខ្លួននឹងមានទំនាក់ទំនងជាមួយនឹងគ្នាកាន់តែច្រើននោះទេព្រោះតែការនឹងធ្វើឲ្យនាងឈឺចាប់ហើយមូលហេតុពិតប្រាកដនោះគឺតានឹងចង់បាននៅការវឹកហាត់របស់ទេវតាហុងម៉ងតែក៏មិនស្មានថាធ្វើឲ្យកូនស្រីរបស់ខ្លួននឹងពាក់ព័ន្ធជាមួយនឹងអាយចង្រៃហុងម៉ងនេះតានេះនឹងប្រើប្រាស់នៅវិជាគុណស្វែងរកព្រលឹងដើម្បីស្វែងរកនៅការវឹកហាត់របស់ទេវតាហុងម៉ងតានេះគឺកាយសាហាវខ្លាំងមែនទែនជាញរូនៅពេលឃើញបែបហ្នឹងក៏ចាប់ដើមទុនជង្គង់មិនស្មានថាឪពុករបស់ខ្លួនហ៊ានធ្វើបែបនេះចំពោះមនុស្សដែលគាត់ស្រឡាញ់មនុស្សដែលនាងស្រឡាញ់នាងឈឺចិត្តខ្លាំងមែនទែនហេតុអីក៏ឪពុករបស់ខ្លួនធ្វើបែបនេះនាងសឹងតែមិនជឿនោះទេបេះដូងសឹងតែជ្រុះធ្លាក់មកខាងក្រៅតែគូសរសៃស្អីរឿងរបស់យើងក៏ស្លេតតែប៉ុណ្ណេះ